សួស្តីជំរាបសួរសំណប់បេះដូងទាំងអស់គ្នាណាថ្ងៃនេះមើលពីអំពីចិត្តមនុស្សជាទីស្រឡាញ់របស់យើងនៅដើមខែ5នេះក្នុងអាទិត្យនេះណាចាយើងចង់ទៅមើលថាតើគាត់មានអ្វីក្នុងចិត្តគាត់បែបម៉េចអីចឹងណាចាពីប្រវ័យយើងគ្រប់គ្នាគឺចិត្តមិននៅដូចដើមឡើយណាតែមានអីថែមទៀតក៏ថយអីចឹងណាចាអញ្ចឹងយើងចង់ទាំងអស់គ្នាណាខ្ញុំសាប់ប៊ីច្រើនមែនតើសាប់ល្អហើយក៏ធ្វើវាញាប់តិចដើម្បីឲ្យវាកុំឲ្យវាយូរចាសួរបងប្អូនមើលឥឡូវបានមួយសន្លឹកហើយចាសន្លឹកនៃគូស្នេហ៍ទៅវាដែលកំពុងសាប់នេះគឺជាសន្លឹកនៃចិត្តរបស់គាត់ក្នុងចិត្តគាត់មានអីចឹងណាចាអូខេយកមួយសន្លឹកទៀតណាហ្នឹងហើយបានពីរហើយចាចាំមើលយើងចាំមើលទាំងអស់គ្នាណាចាថ្ងៃថ្មីដល់បងប្អូនចាអូខេមកហើយនៅក្នុងនេះគឺឃើញថាមិនអត់ឃើញទេតែងានគូឃើញថាគាត់ស្រឡាញ់យើងចាគាត់ take care យើងគាត់ដូចថាហួងហែងយើងចាឲ្យគាត់ជានិច្ចការគ្រប់ពេលវេលាទោះបីជាយើងមានបញ្ហាក៏ដោយគឺគាត់តែងតែឈរពីក្រោយយើងដើម្បីចាំជួយយើងណាចាមិនថារឿងតូចមិនថារឿងធំមិនថារឿងសើចរឿងសប្បាយរឿងទុករឿងសោកអីគឺគាត់តែងតែនៅជាមួយយើងជានិច្ចនៅពេលដែលយើងស្នើសុំនឹងឲ្យគាត់បានដឹងចឹងណាចាហៅមកថាបងប្អូនមានភាពសប្បាយអីបងប្អូនឲ្យគាត់ដឹងចឹងទៅគាត់ក៏ចូលរួមសប្បាយvớiយើងបងប្អូនមានទុកលំបាកអីចាឲ្យគាត់ដឹងគាត់ក៏ជួយដោះស្រាយយើងចានិយាយទៅគឺគាត់ឈរពីក្រោយយើងរហូតអោតែម្ដងគឺនៅចាំជួយការពារយើងហួងហែងយើងដល់ពេលហួងហែងយើងពេកទៅក៏ខ្លាយទៅជាមនុស្សម្នាក់ដែលថាដូចជាគេហៅថាយើងក៏ពេញចិត្តនឹងគាត់តែធ្វើដាក់យើងដែរប៉ុន្តែមានពេលខ្លះយើងក៏មានអារម្មណ៍ថាអើយដូចជាអបសរីភាពអញ្ចឹងណាបែបអញ្ចឹងហ្នឹងហើយអូខេនេះគឺជាក្តីស្រឡាញ់មួយចាជាធម្មតាមានការប្រច័ណ្ឌចាមានការហួងហែងក៏វាជាការប្រច័ណ្ឌមួយដែរមានការហួងហែងក៏វាជាការជួយថែរក្សាយើងខ្លាចយើងមានបញ្ហាអញ្ចឹងណាហ្នឹងហើយអូខេនៅក្នុងចិត្តគាត់ក៏គាត់បានចង់និយាយថាគាត់កំពុងតែត្រៀមខ្លួនដើម្បីនិយាយអ្វីដែលមាននៅក្នុងបេះដូងក្នុងចិត្តរបស់គាត់គាត់ដឹងថានេះគឺជាស្នេហាវាជាស្នេហាពិតប្រាកដវាជាស្នេហាដែលគ្មានលក្ខខណ្ឌនិងជាស្នេហាអស់កលជាយូរទៅគាត់ចង់ឲ្យយើងដឹងថាគាត់កំពុងតែព្យាយាមបើកចំហនៅរឿងទាំងឡាយនៅអ្វីដែលមាននៅក្នុងចិត្តនិងអ្វីដែលជាការតឹងតែងចាប៉ុន្តែវាពិបាកណាស់សម្រាប់គាត់ក្នុងការបង្ហាញអារម្មណ៍របស់គាត់ចំពោះយើងប៉ុន្តែគាត់ដឹងថាគាត់ត្រូវការធ្វើបែបនេះហើយយើងក៏ត្រូវតែទទួលស្គាល់នឹងអំពីចិត្តរបស់គាត់ដែលបានហួងហែងយើងឬក៏ take care យើងយ៉ាងខ្លាំងគាត់ក៏ចង់ឲ្យយើងដឹងថានេះគឺជាស្នេហាចាគាត់នៅតែមានការមិនទាន់អាចធ្វើចិត្តបានដូចជាបាក់ចំហឲ្យខ្លាំងក្លាឬក៏បាក់បេះដូងឬក៏ព្រមប្រឡែងយើងដោយឲ្យយើងនឹងធ្វើអីតាមចិត្តដោយមិនមានការរាំងពីគាត់ឬក៏ខេខាំងពីគាត់ណាហ្នឹងហើយគាត់ក៏បាននិយាយដែរថាវាជាស្នេហាពិតជាស្នេហាមួយដែលគ្មានលក្ខខណ្ឌគាត់ស្រឡាញ់ចាគាត់កំពុងតែព្យាយាមឲ្យស្នេហាមួយនេះគឺវាកាន់តែទលំទលាយបាក់ចំហមើលទៅដូចជាស្នេហាបងប្អូនដូចជាមិនទាន់បាក់ចំហទលំទលាយណាចាការ take care ការគិតការបារម្ភការហួងហែងរបស់គាត់គឺហាក់បីដូចជាសម្រាប់តែយើងពីរនាក់ដែលដឹងណាចាអញ្ចឹងហើយគាត់ក៏មានអារម្មណ៍ថាខ្លួនឯងយើងតាំងតែងណាចាយើងក៏មានអារម្មណ៍ថាដូចជាគាត់ប្រចាំជុំពេកឬក៏គាត់ដូចថាបិទសិតយើងអីចឹងណាហ្នឹងហើយប៉ុន្តែឥឡូវគាត់ប្រាប់ឯណាចាថាគាត់កំពុងតែព្យាយាមណាចាព្យាយាមបាក់ចំហចាហើយគាត់ក៏ដឹងថាគាត់ពិបាកក្នុងការសម្រាប់ក្នុងការបង្ហាញមួយឲ្យយើងកាន់តែយល់ថានេះគឺជាដែលព្រោះតែក្តីស្រឡាញ់ណាចាអញ្ចឹងគាត់ត្រូវតែធ្វើបែបហ្នឹងអញ្ចឹងគាត់ត្រូវឲ្យយើងស្ដាប់គាត់ចាឲ្យយើងយល់ពីគាត់អញ្ចឹងណាហ្នឹងហើយស្ដាប់ទី1ចាគូស្នេហ៍ហូបអីគេហូបតង្ហាណាចាតង្ហាគូស្នេហ៍មានរឿងជាបេះដូងបានន័យថាក្នុងចិត្តវិញ្ញាណព្រលឹងរបស់គាត់គឺគាត់ស្រឡាញ់យើងចាហើយអ្នកទាំងពីរគឺកំពុងតែមានស្នេហាមួយដើរទៅផ្លូវដែរដូចថាឲ្យយើងនឹងអោបកសោតនៅភាពសុខដុមរមនាដល់ពេញលេញមួយហ្នឹងណាចាសូមជូនពរបងប្អូនទាំងអស់គ្នាណាសូមឲ្យស្នេហាបងប្អូនស្រស់ផុសផង់ពណ៌ស៊ីជម្ពូណាសូមចេះស្រឡាញ់គ្នាចាសូមហេងថ្ងៃថ្មីណា